បាទសកម្មភាពយប់មិញបាទថ្ងៃទី13បានបញ្ចប់យ៉ាងរលូនទី1មេឃក៏អំណោយផលដល់ចុងភៅមិនថងបដាបាទដល់ម្ចាស់កម្មវិធីឡើងគេហដ្ឋានថ្មីផងដែរបាទនិយាយពីថាមេឃយប់មិញនិយាយពីស្រឡះល្អហូល្អមែនទែនបាទអំណោយទៀនដល់ចុងភៅបាទមិនថងមហូបច្រើនមហូបឆ្ងាញ់បាទកំពុងលេងពេញមកទាំងហឹងដែរបាទអូសកម្មភាពយប់មិញគឺសប្បាយអស់ទើសតែម្ដងដោយសារតែបាទខ្ញុំចុះជិបទៅជាមួយបាទក៏សឹងតាំងគ្រប់តុកបាទដើម្បីដើរមើលបុគ្គលិកលើកម្ហូបដាក់ជូនអតិថិជនបាទជូនភ្ញៀវដែលមកចូលរួមក្នុងកម្មវិធីឡើងគេហដ្ឋានថ្មីរបស់បងប្អូនប្រុសបាទយើងក៏ចុះជិបមើលតាំងពីរៀបចំតាំងពីថ្ងៃតឡើងរហូតដល់ថ្ងៃស៊ីបាទចឹងបុគ្គលិកយើងត្រៀមគ្រប់ផ្នែកតែម្ដងមិនថាចុងភៅមិនថាអ្នករត់តុកមិនថាខ្ញុំទេបាទត្រៀមបាទធ្វើម៉េចឲ្យសេវាកម្មល្អរហ័សទាន់ចិត្តបាទមហូបទាំងចុងភៅក៏ប្រត់ព្រៀងមហូបឲ្យឆ្ងាញ់បាទសម្រាប់ថាបងប្អូនដែលមកគឺធ្វើម៉េចឲ្យបានមហូបឆ្ងាញ់ហើយច្រើនប៉ុន្តែម្ដងបាទដូចមហូបខ្ញុំរៀបឲ្យមើលចឹងបាទគ្រាន់តែសាមគ្គីបាទខ្ញុំដាក់មកទាំងហឹងឲ្យតែម្ដងបាទណែនចានបាទចឹងលេងតែមកទាំងហឹងមកណាចុងភៅមិនថងអត់បានទេបាទមហូបឆ្ងាញ់ហើយច្រើនទៀតបាទលេងមហូបយ៉ាងហ្នឹងបាទដូចជារោងចឹងបាទនៅខាងចុងភៅគឺមិនមែនគិតលុយថែមទេណាបាទរោងនេះគឺដូចខ្ញុំនិយាយចឹងបាទរោងនេះគឺ free ជូនអតិថិជនបាទទាំងការក្រាលកម្រាលព្រំដើរបាទទាំងការបំពាក់ភ្លើងស្អាតជូនអតិថិជនតែម្ដងបាទហើយពេលនេះក៏បាទក្រុមសវិសរៀបចំថត live បាទរៀបចំខ្លួនត្រៀមទទួលភ្ញៀវបាទនឹងក៏យើងមានពេលមានវេលាថតបាទ live តិចទៅណាធ្វើ promotion ផងធ្វើអីគេកាត់ទុកកាត់តនិយាយលេងដូចខ្ញុំអញ្ចឹងណារោងស្អាតខ្លោងទ្វារស្អាតបាទនេះបងអូនប្រុសម្ចាស់កម្មវិធីបាទយប់មិញសប្បាយចិត្តណាបងអើយសប្បាយចិត្តណាស់មហូបឆ្ងាញ់គ្រប់តុកបាទដើរសួរបងមិនដែរមហូបអូឆ្ងាញ់ហើយច្រើនទៀតបាទនេះការរៀបចំក៏ទុកដាក់តុបតែងមកទាំងហឹងឲ្យអតិថិជនបាទយប់មិញសប្បាយចិត្តសប្បាយណាស់បាទសប្បាយមែនទែនហ្មងណាដោយសារតែមានអីទេយើងជាចុងភៅនៅពេលដែលគេនិយាយថាបងអើយមហូបបងឆ្ងាញ់ម៉ែហើយច្រើនទៀតអូឆ្ងាញ់ហើយច្រើនទៀតបាទសេវាកម្មក៏ល្អមហូបក៏ឆ្ងាញ់បាទពិតជាចុងភៅមិនថងមែនមិនទើសចិត្តទេបាទអញ្ចឹងបងប្អូនដែលត្រូវការបាទចុងភៅរៀបចំក្នុងកម្មវិធីបាទឡើងគេហដ្ឋានរៀបកម្មគោលការណ៍កម្មវិធីផ្សេងកុំភ្លេចជាមួយនឹងចុងភៅមិនថងប្រចាំនៅខេត្តសៀមរាបមហូបឆ្ងាញ់ជឹកចិត្តមាននៅមិនថង